សូមជម្រាបសួរប្រិយមិត្តទាំងអស់គ្នាបាទសូមស្វាគមន៍មកកាន់កម្មវិធីបច្ចុប្បន្នភាពអាមេរិកាំងនៅពេលនេះគឺយប់ថ្ងៃប្រហ័សទី30ខែកក្កដាឆ្នាំ2026មកនៅសហរដ្ឋអាមេរិកដោយឡែកនៅក្នុងប្រទេសកម្ពុជាគឺព្រឹកណាព្រឹកថ្ងៃសុក្រទី31ខែកក្កដាឆ្នាំ2026ខែកក្កដាផុតទៀតឥឡូវហើយគឺជាងកន្លះឆ្នាំណាចូលដល់ខែទី8ហើយគឺកាន់តែជិតដល់ឆ្នាំមួយទៀតហើយបាទនៅក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកាំងខ្ញុំសម្រាប់ជ្រើសរើសយកព័ត៌មានចំនួន5មកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាព័ត៌មានទី1នេះមានសារៈសំខាន់ណាស់ប្រិយមិត្តត្រូវដឹងគឺឥឡូវនេះសហរដ្ឋអាមេរិកកំពុងតែពិចារណាថាអាចនឹងដកហូតទូរស័ព្ទពីទាហានដែលកំពុងធ្វើប្រតិបត្តិការនៅតំបន់មជ្ឈិមបូព៌ាពីព្រោះអីអ៊ីរ៉ង់ប្រើប្រាស់បាទប្រព័ន្ធដែលតាមដានទូរស័ព្ទហ្នឹងដែលអ្នកទាំងអស់នោះបង្ហោះតាមបណ្ដាញសង្គមអីដើម្បីតាមដានមើលថាតើការវាយប្រហាររបស់ខ្លួនទៅលើមូលដ្ឋានយោធារបស់សហរដ្ឋអាមេរិកហ្នឹងមានប្រសិទ្ធភាពដែរឬទេហើយព័ត៌មានទី2នេះគឺសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកមានការរីកចម្រើនលូតលាស់តិចជាងការរំពឹងទុកសម្រាប់ត្រីមាសទី2នេះបាទត្រីមាសទី2កន្លងមកនេះដោយសារតែមានបញ្ហាអតិផរណាហើយព័ត៌មានទី3គឺការប្រកួតប្រជែងនៅអវកាសនៅលើទីអាកាសរបស់ប្រទេសចិនជាមួយនឹងសហរដ្ឋអាមេរិកនេះគឺបើតាមសេចក្តីរាយការណ៍គឺមកដល់ពេលនេះចិនតាមទាន់សហរដ្ឋអាមេរិកហើយបាទនៅក្នុងការតាមដានការងារស៊ើបការណ៍ពីដែនអាកាសដែលធ្វើឲ្យសហរដ្ឋអាមេរិកពិបាកនៅក្នុងការបង្ហាញនៅឧត្តមភាពរបស់ខ្លួនក្នុងវិស័យយោធាទៀតហើយព័ត៌មានទី4នេះគឺលោក Elon Musk បាទបន្ទាប់ពីបាត់ខ្លួននឹងអន់ចិត្តហើយចង់បង្កើតគណៈបកទី3មកនោះឥឡូវនេះបែរជាប្រកាសថាលោកមានគម្រោងនឹងចំណាយប្រាក់រហូតដល់$100 លានសហរដ្ឋអាមេរិកដើម្បីជួយបេក្ខជននៃគណៈបកសាធារណរដ្ឋនៅក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិការប្រកាសនេះធ្វើឲ្យគណៈបកប្រជាធិបតេយ្យច្បាស់ជាភ័យបារម្ភហើយពីព្រោះអីបេក្ខជនគណៈបកប្រជាធិបតេយ្យនៅតំបន់មួយចំនួនគឺមានការលំបាកនៅក្នុងការរីកអង្គាសថវិកាដូច្នេះគេបារម្ភថាបេក្ខជនគណៈបកសាធារណរដ្ឋនឹងចំណាយលើសពួកគេនៅក្នុងពេលឃោសនាហើយព័ត៌មានទី3នេះគឺជាសវនកម្មដែលធ្វើឡើងនៅថ្ងៃនេះដោយព្រឹទ្ធសភារបស់សហរដ្ឋអាមេរិកដើម្បីតែងតាំងមេដឹកនាំ CEO សម្រាប់ USAGM ហ្នឹងគឺទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់បណ្ដាញផ្សព្វផ្សាយសកលដែលជាមេរបស់ VOA បាទហើយក៏ជាអ្នកដែលផ្ដល់មូលនិធិឲ្យអាស៊ីសេរីផងដែរបាទនៅក្នុងសវនកម្មនោះលោកស្រីបានបញ្ញាថានឹងខិតខំប្រើប្រាស់បណ្ដាញឃោសនាសារព័ត៌មានរបស់សហរដ្ឋអាមេរិកដើម្បីទប់ទល់ជាមួយនឹងប្រទេសចិនដោយសារតែចិនវិនិយោគជាច្រើនទៅលើការផ្សព្វផ្សាយឃោសនាមកក្រៅប្រទេសដូច្នេះសហរដ្ឋអាមេរិកមិនគួរដកថយនោះទេបាទនេះដែលជាជំហរខុសពីអ្នកស្រី Carrie Lake ដែលត្រូវចេញពីខាង USAGM នេះបាទប៉ុន្តែតើការសន្យារបស់លោកស្រីអាចនឹងអនុវត្តបានតាមឬទេក្នុងគណៈពេលដែលបុគ្គលិករបស់ VOA ជាង 1000 នាក់ត្រូវបានដាក់ឲ្យសម្រាប់រដ្ឋបាលហើយលោកស្រីបានបញ្ជាក់ថាលោកស្រីមានគម្រោងបាទទទួលយកបុគ្គលិកមួយចំនួនឲ្យទៅធ្វើការវិញផងដែរបាទនេះគឺជាព័ត៌មានសំខាន់ដែលខ្ញុំចងក្រងសម្រាប់ប្រិយមិត្តទាំងអស់គ្នានៅក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកាំងនៅថ្ងៃប្រហែលនេះព័ត៌មានទី1នេះគឺមានសារៈសំខាន់ណាស់ដែលខ្ញុំធ្លាប់បានជម្រាបជូនប្រិយមិត្តក្នុងពេលកន្លងមកនៅពេលដែលកម្ពុជានិងថៃបានប្រយុទ្ធគ្នាដំបូងម្លេះរហូតដល់មានអ្នកខ្លះខឹងសម្បានឹងខ្ញុំផងដែរប៉ុន្តែឥឡូវនេះខ្ញុំសូមដកស្រង់ព័ត៌មាននេះដាក់ទី1តែម្ដងឲ្យប្រិយមិត្តដើម្បីបានដឹងបាទនេះគឺជាសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters បាទ Reuters រាយការណ៍នៅថ្ងៃនេះគឺថ្ងៃប្រហ័សទី30ខែកក្កដានេះថាគឺមេបញ្ជាការកម្ពុជារបស់សហរដ្ឋអាមេរិកប្រចាំតំបន់មជ្ឈិមបូព៌ាបានព្រមានទៅដល់កងកម្លាំងសហរដ្ឋអាមេរិកដែលនៅទីនោះមិនឲ្យប្រើប្រាស់ cell phone ទូរស័ព្ទដៃថតវីដេអូហើយចែករំលែកតាមបណ្ដាញសង្គមនោះទេបាទពីព្រោះ
ការធ្វើដូច្នេះវាអាចជួយឲ្យអ៊ីរ៉ង់បាទវាប្រហារចំគោលដៅមូលដ្ឋានយោធារបស់សហរដ្ឋអាមេរិកហើយប្រភពនានាបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថាគឺយោធាខ្លះដែលដាក់ពង្រាយនៅកន្លែងនោះគឺបាទអាចនឹងត្រូវបញ្ជាឲ្យបាទដកហូតទូរស័ព្ទសិនហើយពេលដែលទៅបំពេញការងារនៅទីនោះការបង្ក្រាបទៅលើការប្រើប្រាស់ទូរស័ព្ទដៃក្នុងការទំនាក់ទំនងគ្នាហ្នឹងគឺអាចជារឿងមួយដែលអាចមានវិបត្តិទំនាស់ផងដែរសម្រាប់ទាហានរាប់ពាន់នាក់ដែលឈរជើងនៅទីនោះដោយសារអ្នកខ្លះគឺនៅប្រើប្រាស់បណ្ដាញទូរស័ព្ទដៃនេះដើម្បីបញ្ជូនសារម្ដងមកកាលមកក្រុមគ្រួសារឲ្យដឹងថាសុខទុក្ខរបស់ពួកគេយ៉ាងណានោះក៏ប៉ុន្តែលោកឧត្តមនាវីឯកបាទ Brad Cooper លោកឧត្តមនាវី Brad Cooper បានបញ្ជាក់បាទនៅក្នុងលិខិតមួយដែលទៅត្រូវបានគេរកឃើញថាអ៊ីរ៉ង់ឥឡូវនេះគឺបាទគេចំណេញពីការដែលមើលឃើញថាតើការវាយប្រហាររបស់ពួកគេនឹងជោគជ័យឬក៏បរាជ័យដោយផ្អែកទៅលើបាទរូបភាពដែលអ្នកសារព័ត៌មានបង្ហោះឬក៏ខាងយោធានឹងបង្ហោះតាមអនឡាញតែម្ដងបាទដែលឧទាហរណ៍ថាពេលអ៊ីរ៉ង់ផ្លោមម្ដងដាក់មូលដ្ឋានយោធានៅយូដានីពេលនោះឯងគឺខាងសារព័ត៌មានឬក៏អ្នកយោធានៅទីនោះបញ្ជាក់ថាមិនមានរបួសមិនមានខូចខាតអ្វីគេថតរូបថតអីទៅអញ្ចឹងទៅអ៊ីរ៉ង់គាត់ដឹងថាអូកន្លែងនោះមិនតខូចខាតទេអញ្ចឹងដាក់លើកទីក្រោយដាក់មកថែមទៀតបាទអញ្ចឹងជារឿងគ្រោះថ្នាក់មួយបាទដែលជាការមួយដែលអ៊ីរ៉ង់វាតម្លៃតាមរយៈរូបភាពរូបថតនិងរូបភាពវីដេអូដែលថតដោយទូរស័ព្ទរបស់ទាហានដែលចូលជើងនៅទីនោះបាទគឺលោកបានបញ្ចេញបញ្ជាថាគឺការជៀសវាងក្នុងគ្រប់តម្លៃណាទាំងអស់បាទក្នុងការដែលបង្ហាញព័ត៌មាននេះវាប្រៀបដូចជាការបង្ហាញព័ត៌មានចារកម្មដែលបើកចំហព័ត៌មានបើកចារកម្មបើកចំហទៅឲ្យប្រជាមិត្តបានឃើញដូច្នេះវាជារឿងមួយដែលមានគ្រោះថ្នាក់ទៅដល់យោធិនរបស់សហរដ្ឋអាមេរិកក៏ដូចជាជនស៊ីវិលដែលរស់នៅទីនោះក្នុងបណ្ដាប្រទេសនៅតំបន់ឈូងសមុទ្រប៉ែកផងដែរនេះបើតាមការបញ្ជាក់របស់លោក Cooper ដែលលោកជាមេបញ្ជាការនៃយុទ្ធភូមិភាគកណ្ដាលលោកបានសរសេរនៅក្នុងលិខិតមួយដែលចុះនៅថ្ងៃទី28ខែកក្កដាកន្លងទៅនេះបាទថ្ងៃនេះ30បានន័យថា2ថ្ងៃមុនដែលលិខិតនោះគឺទទួលបានដោយទីភ្នាក់ងារសារព័ត៌មាន Reuters លោកក៏បានអំពាវនាវកុំឲ្យលោកក៏បានអំពាវនាវទៅដល់កងកម្លាំងទាំងអស់បាទឲ្យខិតខំប្រឹងប្រែងធ្វើយ៉ាងណាផ្ដោតទៅលើបញ្ហាសន្តិសុខរបស់ពួកគេនឹងផងដែរបាទដោយលោកបានបញ្ជាក់ថាត្រូវតែធ្វើអញ្ចឹងជាពិសេសពាក់ព័ន្ធជាមួយនឹងទូរស័ព្ទដៃក៏ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិតថាតើជំហានទី1ទី2ទី3ទៅធ្វើយ៉ាងណានោះទេលោកគ្រាន់តែបង្ហាញជាទូទៅថាត្រូវមានការប្រយ័ត្នប្រយែងបាទចឹងនេះគឺជាព័ត៌មានពីសហរដ្ឋអាមេរិកណាចឹងដូចតែខ្ញុំបានបញ្ជាក់ពីខាងដើមនេះខ្ញុំធ្លាប់បានពន្យល់ហើយបាទគឺខាងមូលដ្ឋានយោធារបស់សហរដ្ឋអាមេរិកហ្នឹងគឺមិនមានឲ្យទៅថតប្រេះផ្ដាស់បានទេណាបាទជាពិសេសនៅក្នុងពេលដែលមានចំនួនអញ្ចឹងគឺគេដាក់កន្លែងឲ្យយើងទៅថតបានបាទកុំថតមិនអាចទៅ live មើលកន្លែងត្រង់សេរបស់អ្នករបស់ទាហានឲ្យមកថាឲ្យគេមិនឲ្យ live គេទៅបន្ទោសគេខាងគេអត់មានទេណាបាទឥឡូវហ្នឹងសូម្បីតែទូរស័ព្ទបាទទូរស័ព្ទអញ្ចឹងក្នុងពេលកន្លងមកខ្ញុំសូមនិយាយឲ្យផ្ទាល់ណាតាមដែលខ្ញុំព័ត៌មានទទួលបានកន្លងមកគឺបាទខ្ញុំអធិស្ឋានខ្ញុំមានការគោរពបាទខ្ញុំមានការគោរពចំពោះទាហានរបស់កម្ពុជាយើងដែលចូលជើងនៅខាងព្រំដែនខាងមុខណាក៏ប៉ុន្តែព័ត៌មានដែលខ្ញុំបានទទួលកន្លងមកហ្នឹងគឺរូបភាពវីដេអូរូបភាពថតមួយចំនួនដែលពួកគាត់ថតហ្នឹងក៏ជាការមួយដែលធ្វើឲ្យខូចខាតទៅដល់ទីតាំងឬក៏សុវត្ថិភាពរបស់ពួកគាត់ផ្ទាល់ទៅវិញដែរទេអញ្ចឹងហើយឃើញថាមានការរដ្ឋបတ်ដែរណាតាមព័ត៌មានដែលខ្ញុំទទួលបានមកបាទខ្ញុំនិយាយដោយត្រង់ដោយការគោរពចំពោះយុទ្ធជនទាំងអស់ដែលចូលជើងនៅទីនោះដែលខ្ញុំបញ្ជាក់នោះគឺសូម្បីតែសហរដ្ឋអាមេរិកឥឡូវហ្នឹងក៏បាទចេញបញ្ជាហើយនៅថ្ងៃនេះបាទកាលពីថ្ងៃ28ខែកក្កដានោះគឺហាមណាកុំថតដូចអ្នកខ្លះអាចនឹងដកទូរស័ព្ទទៀតដកទូរស័ព្ទទុកពេលដែលទៅបំពេញការងារដកទូរស័ព្ទទុកមិនឲ្យប្រើប្រាស់ទេបាទ
ព័ត៌មានទី2បាទព័ត៌មានទី2នេះគឺជាសេចក្តីរាយការណ៍អំពីសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកបើតាមសេចក្តីរាយការណ៍នេះបានឲ្យដឹងថាសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកមានការយឺតយ៉ាវបន្តិចណាដែលយឺតបន្តិចនៅក្នុងត្រីមាសទី2នៅឆ្នាំ2026នេះបាទដោយមានការរីកចម្រើនតែចំនួន 1.5% តែប៉ុណ្ណោះដោយសារតែសង្គ្រាមរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ង់បាទហើយដូច្នេះធ្វើឲ្យតម្លៃទំនិញប្រើប្រាស់តម្លៃប្រេងអីហ្នឹងគឺកើនឡើងខ្លាំងជាពិសេសនៅតម្លៃធម្មពលបើកាលណាធម្មពលឡើងថ្លៃគឺការដឹកជញ្ជូនក៏ឡើងថ្លៃទៅតាមនោះដែរតាំងពីសម្បត្តិយន្តហោះតាំងពីរថយន្តដឹកពងមាន់ពងទាហ្នឹងគឺក៏ឡើងថ្លៃអញ្ចឹងដូច្នេះធ្វើឲ្យការរីកចម្រើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកហ្នឹងគឺបានឡើងបានតិចតួចបាទតម្លៃប្រេងឥឡូវនេះគឺមានការថយចុះបន្តិចហើយពីពេលដែលបានឡើងដល់កំពូលកាលពីនៅរដូវស្លឹកឈើរដូវការីណាបាទក៏ប៉ុន្តែការដែលខូចខាតបណ្ដាលមកពីតម្លៃប្រេងបានឡើងថ្លៃនោះគឺនៅមិនទាន់អាចជួសជុលការខូចខាតនឹងបាននៅឡើយទេបាទដោយក្រុមហ៊ុនឬក៏អាជីវករខ្លះនៅតែជួបការលំបាកហើយនឹងអតិផរណាដែលមានឡើងខ្លាំងហើយខាងធនាគារជាតិមិនបានចាត់វិធានការក្នុងការដំឡើងអត្រាពន្ធដំឡើងអត្រាការប្រាក់នោះបាទក៏ជាការមួយដែលជំរុញទៅដល់ការយឺតយ៉ាវនៃការរីកលូតលាស់នោះផងដែរបាទដូច្នេះរឿងនេះគឺវាអាចនឹងបង្កឲ្យមានការមិនច្បាស់លាស់បន្ថែមទៀតនៅក្នុងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកបាទក៏ប៉ុន្តែក៏យ៉ាងណាក៏ដោយគឺសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកបើទោះបីជាជួបបញ្ហានេះក៏បង្ហាញនៅបន្តបង្ហាញសញ្ញាខ្លាំងនៅឡើយទេគឺមិនទាន់បានឈានទៅដល់កម្រិតមួយដែលគេហៅថាជាប់គាំងសេដ្ឋកិច្ចទេគឺនៅតែមានការរីកលូតលាស់ទៅមុខយឺតដដែលបាទដូច្នេះការរីកចម្រើនលូតលាស់បាទក្នុងរយៈពេលខាងមុខទៀតបាទគឺអាចនឹងមានបើទោះបីជានៅពេលនេះតួលេខគឺបង្ហាញថាការរីកលូតលាស់ហ្នឹងគឺវាយឺតជាងកាលពី3ខែមុនគឺការរីកលូតលាស់សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកបានឡើងទៅដល់ចំនួន2កណ្ដកសញ្ញា 1% ប៉ុន្តែឥឡូវបានតែ 1.5 អញ្ចឹងដូច្នេះវាតិចជាងការរំពឹងទុកក៏ប៉ុន្តែនៅតែដំណើរការទៅមុខដដែលព័ត៌មានទី2នេះទី3នេះបាទព័ត៌មានទី3នេះមានសារៈសំខាន់ណាស់បាទដែលប្រិមិត្តគួរតែដឹងគឺការប្រកួតប្រជែងគ្នាខាងផ្នែក Satellite បាទផ្កាយរណបរវាងសហរដ្ឋអាមេរិកហើយនិងចិនឥឡូវនេះគឺបើតាមសេចក្តីរាយការណ៍នេះឲ្យដឹងថាចិនឥឡូវនេះតាមទាន់សហរដ្ឋអាមេរិកហើយតើវាមានអត្ថន័យយ៉ាងណានៅពេលដែលបច្ចេកវិទ្យាខាងផ្កាយរណបរបស់ចិនតាមទាន់សហរដ្ឋអាមេរិកនេះបាទពីព្រោះអីក្នុងពីកន្លងមកគឺជាមហិច្ឆតារបស់ចិនតែម្ដងគឺមហិច្ឆតារបស់ចិនចង់ដើរតួជាអ្នកនាំមុខគេនាំមុខសហរដ្ឋអាមេរិកទៀតនៅក្នុងវិស័យលំហអាកាសបាទអំណាចពីលើមេឃនេះបាទហើយចិនគិតខំប្រឹងប្រែងអភិវឌ្ឍនៅបច្ចេកវិទ្យាផ្កាយរណបរបស់ខ្លួននឹងយ៉ាងច្រើនបាទក្នុងនោះគឺឥឡូវនេះចិនបានធ្វើបានហើយក្នុងនោះគឺគាត់បានធ្វើទំនើបកម្មឲ្យប្រសើរឡើងនៅប្រព័ន្ធបង្ហាញទិស GPS របស់គាត់បាទហើយនៅក៏គាត់បានធ្វើឲ្យប្រសើរឡើងនៅសមត្ថភាពនៅក្នុងការតាមចាប់គោលដៅនៅលើដីបាទដោយពីចម្ងាយតែម្ដងដែលធ្វើឲ្យគាត់អាចតាមដានស្ថានភាពពិតនៅក្នុងដីនឹងដោយ real time ដូចជាក់ស្ដែងទៅតាមពេលវេលាកើតឡើងតែម្ដងចាំបានន័យថាស្ថានភាពអ្វីក៏គឺគាត់អាច monitor គាត់អាចតាមដានមើលពីលើអាកាសគាត់មើលឃើញ real time មិនដូចលើកមុនគឺរូបគេថតហើយជួនកាលប្រហែលម៉ោងក្រោយឬក៏ប្រហែលថ្ងៃក្រោយបានគេបញ្ចេញបាទគាត់មើលឃើញឥឡូវនេះគាត់មើលឃើញជាក់ស្ដែងតែម្ដងដូច្នេះការរីកចម្រើននេះតើវាមានន័យថាម៉េចវាមានន័យថាវាផ្ដល់ឲ្យចិននៅការស៊ើបការបាទព័ត៌មានស៊ើបការកាន់តែប្រសើរជាងមុនហើយគឺបានបង្ហាញឲ្យចិនអាចប្រើប្រាស់នៅមីស៊ីលឬក៏គ្រាប់ដែលបាញ់ទៅចំគោលដៅជាក់ច្បាស់ជាងមុនទៅទៀតដោយសារតែមានប្រព័ន្ធរ៉ាដាពីលើគេជួយតម្រង់ទិសបាទដូច្នេះជាសក្តានុពលគឺអាចនឹងធ្វើឲ្យចុះខ្សោយទៅដល់អំណាចការបង្ហាញអំណាចយោធារបស់សហរដ្ឋអាមេរិកបាទក្នុងពេលកន្លងមកនេះគឺមន្ទីរបញ្ចកោណបានសម្ដែងការព្រួយបារម្ភហើយខាងក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកក៏បានចោទប្រកាន់ក្រុមហ៊ុនចិនថាផ្ដល់រូបភាពផ្កាយរណបទៅឲ្យប្រទេសអ៊ីរ៉ង់ដែលអាចប្រើប្រាស់
វាប្រហាគោលដៅរបស់សហរដ្ឋអាមេរិកចំតែម្ដងអញ្ចឹងអ៊ីរ៉ង់ក៏ទទួលបានរូបភាពពីចិនហ្នឹងគឺរូបភាព real time ទៀតច្បាស់ទៀតបាទអញ្ចឹងគឺអាចឲ្យអ៊ីរ៉ង់គាត់ចាត់ការទៅលើគោលដៅរបស់សហរដ្ឋអាមេរិកនេះបានហើយក្នុងពេលកន្លងមកខ្ញុំធ្លាប់បានចែករំលែកព័ត៌មាននេះដែរណាគឺចិនក៏ថាជាកិច្ចការរបស់ក្រុមហ៊ុនឯកជនទេបាទអ្នកវិភាគនានាបាននិយាយថាទស្សនៈរបស់ទីក្រុងប៉េកាំងទៅលើបញ្ហាលំហអាកាសនេះបាទគឺជាកន្លឹះដ៏សំខាន់ណាស់នៅក្នុងការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយជាមួយនឹងសហរដ្ឋអាមេរិកហើយគឺឥឡូវនេះចិនអាចធ្វើកិច្ចការបានច្រើនណាស់បាទដែលសហរដ្ឋអាមេរិកធ្លាប់តែបានធ្វើតែម្នាក់ឯងទេពីលំហអាកាសឥឡូវចិនអាចធ្វើបានដូច្នេះវាជាការមួយដែលជួយបាទពន្លឿនទៅដល់ការបាញ់បង្ហោះនៅផ្កាយរណបទាំងយោធានិងស៊ីវិលរបស់ចិនចូលទៅក្នុងគន្លងវិថីលំហអាកាសបាទអញ្ចឹងនេះគឺជាការប្រកួតប្រជែងគ្នាក្នុងពេលកន្លងមកប៉ុន្តែសេចក្តីរាយការណ៍នៅថ្ងៃទី30ខែកក្កដាឆ្នាំ2026ដែលនៅខ្មែរថ្ងៃទី31ខែកក្កដានេះបង្ហាញថាចិនតាមទាន់សហរដ្ឋអាមេរិកហើយដូច្នេះវាជាបញ្ហាប្រឈមមួយទៀតរបស់សហរដ្ឋអាមេរិកព័ត៌មានទី4នេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន NPR បានរាយការណ៍ដឹងថាលោក Elon Musk បរិះដែលមានជាងគេបំផុតនៅលើពិភពលោកបាទដែលប្រហែលសប្តាហ៍មុនគាត់ឡើងទៅជា trillionaire ឥឡូវមុននឹងធ្លាក់មកជា billionaire វិញនោះបាទគឺគាត់បានប្រកាសថានឹងចំណាយប្រាក់រហូតដល់$100 លានបាទ$100 លានក្នុងការជួយគណៈបក្សសាធារណរដ្ឋឃោសនាបោះឆ្នោតនៅពាក់កណ្ដាលអាណត្តិដែលនឹងរៀបចំការបោះឆ្នោតនៅខែវិច្ឆិកាខាងមុខនេះបាទអញ្ចឹងនេះជាការវិវត្តមួយបន្ទាប់ពីលោកនៅសំងំស្ងៀមអស់មួយរយៈហើយថែមទាំងមានការខឹងសម្បាជាមួយនឹងគណៈបក្សសាធារណរដ្ឋថែមទាំងបានគម្រាមថាលោកនឹងទៅបង្កើតគណៈបក្សទី3ប៉ុន្តែឥឡូវនេះបែរជាសម្រេចចិត្តថាលោកនឹងចំណាយថវិការរហូតដល់ពីចន្លោះ$100 លានទៅដល់$120 លានឯណោះដើម្បីជួយទៅដល់ខាងគណៈបក្សសាធារណរដ្ឋដូច្នេះដំណឹងនេះគឺជារឿងមួយដែលបាទជាអន្លូងដ៏ធ្ងន់មួយទៀតសម្រាប់គណៈបក្សប្រជាធិបតេយ្យពីព្រោះអីនៅក្នុងមណ្ឌលមួយចំនួនបាទជាពិសេសការបោះឆ្នោតខាងព្រឹទ្ធសភាខាងគណៈបក្សប្រជាធិបតេយ្យមិនសូវជាជួបបញ្ហាអ្វីទេគឺអាចនឹងមានថវិកាច្រើនសម្រាប់ការឃោសនាក៏ប៉ុន្តែនៅមណ្ឌលមួយចំនួនរបស់ខាងសភារដ្ឋសភាវិញបាទគឺគណៈបក្សប្រជាធិបតេយ្យបាទមានភាពត្រដាបត្រដួសនៅក្នុងការរីអង្គាសថវិកាសម្រាប់ធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនេះក្នុងគណៈពេលដែលខាងគណៈបក្សសាធារណរដ្ឋគឺមានទឹកប្រាក់គ្រប់គ្រាន់យ៉ាងរំភើយបាទយ៉ាងងាយស្រួលទៅហើយឥឡូវនេះមានលុយបន្ថែមពីលោក Elon Musk មកទៀតគឺអាចនឹងជាការមួយបន្ថែមសន្ទុះទៅដល់យុទ្ធនាការឃោសនាបោះឆ្នោតនៅពាក់កណ្ដាលអាណត្តិនេះផងដែរបាទនេះគឺជាព័ត៌មានសំខាន់ទី4ដែលខ្ញុំចងក្រងសម្រាប់ប្រិយមិត្តទាំងអស់គ្នាហើយព័ត៌មានចុងក្រោយនេះគឺនិយាយអំពីខ្លួនឯងម្ដងបាទនៅថ្ងៃនេះគឺបេក្ខជនសម្រាប់ជាប្រធានរបស់ USAGM បាទទីភ្នាក់ងាររដ្ឋាភិបាលសម្រាប់បណ្ដាញផ្សព្វផ្សាយសកលដែលគ្រប់គ្រងមកលើ VOA បាទ VOA របស់ខ្ញុំហ្នឹងហើយនឹងក៏ជាអ្នកដែលផ្ដល់មូលនិធិទៅឲ្យខាងអាស៊ីសេរីហ្នឹងគឺលោកស្រីបានទៅផ្ដល់សកម្មកម្មនៅខាងព្រឹទ្ធសភាបាទគឺលោកស្រីឈ្មោះថា Sarah Roger បាទដូចនៅក្នុងរូបភាពនេះបាទដើម្បីទទួលការតែងតាំងពីព្រោះអីលោកត្រាំបានដាក់លោកស្រីមកឲ្យជំនួសលោកស្រី Carrie Lake ដែលនៅពេលនេះលោកស្រី Carrie Lake ត្រូវបានតែងតាំងជាបេក្ខជនសម្រាប់ឯកអគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិកប្រចាំប្រទេសយ៉ាម៉ៃកាបាទហើយលោកស្រីបានឆ្លងកាត់ការដេញដោលសួរហើយឥឡូវដល់វេនលោកស្រី Roger ម្ដងដែលពេលបច្ចុប្បន្នការពិតលោកស្រី Roger នេះមិនមែនជាអ្នកមកពីខាងក្រៅទេគឺលោកស្រីជាមានតំណែងដូចជាអនុរដ្ឋលេខាធិការបាទអនុរដ្ឋលេខាធិការក្រសួងការបរទេសដែលទទួលបន្ទុកគោលនយោបាយសាធារណៈបាទឥឡូវហ្នឹងឲ្យមកដឹកនាំអង្គភាពខាង USAGM នឹងម្ដងពេលហ្នឹងគឺនៅពេលដែលសភាបានសួរគឺលោកស្រីបានបញ្ជាក់ថាគឺលោកស្រីបាននឹងប្រើប្រាស់បណ្ដាញផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិកបាទឲ្យកាន់តែស្រួយស្រាលជាងមុនក្នុងការប្រឈមជាមួយនឹងប្រទេសចិនបាទដែលនៅក្នុងនោះលោកស្រីមានបំណងដើម្បីពង្រីក
ឲ្យមានការផលិតវីដេអូខ្លីៗផលិតវីដេអូខ្លីៗនិងធ្វើជាកម្មវិធី podcast បាទហើយនឹងឲ្យមានបង្កើតជាក្រុមក្រុមពិភាក្សាគ្នាជាមួយនឹងក្រុមដែលនៅខាងក្រៅប្រទេសនៅខាងក្រៅប្រទេសនេះបាទដូច្នេះនេះគឺជាអ្វីដែលលោកស្រីបានបញ្ជាក់ប្រាប់ខាងគណៈកម្មាធិការតែងតាំងរបស់សភាបាទដោយលោកស្រីបានបញ្ជាក់ថាតំបន់អាស៊ីនៅតែជាតំបន់អាទិភាពខ្ពស់បាទរបស់លោកស្រីសម្រាប់ការងាររបស់ USAGM ហ្នឹងបាទដែលលោកស្រីនឹងត្រូវមកគ្រប់គ្រងប្រសិនបើទទួលការតែងតាំងលោកស្រីបានបន្ថែមថាគឺប្រទេសចិនបានចំណាយថវិកាជាច្រើននិងពង្រីកនៅការឃោសនារបស់ខ្លួនយ៉ាងខ្លាំងបាទហើយឥឡូវនេះគឺសត្រូវរបស់សហរដ្ឋអាមេរិកដែលមានចិននោះគឺកំពុងតែបង្កើនការឃោសនាខ្លាំងចឹងដូច្នេះវាជាបញ្ហាមួយសម្រាប់សហរដ្ឋអាមេរិកដែលសហរដ្ឋអាមេរិកតែតបតវិញបាទដូច្នេះនេះគឺជាការថាជាចំណុចសំខាន់នៅក្នុងយុទ្ធសាស្ត្រការទូតសាធារណៈរបស់លោកស្រីបាទចឹងគឺ VOA ហ្នឹងគឺជាផ្នែកមួយដែលគេថា soft power គឺអំណាចទន់បាទនៅក្នុងការផ្សព្វផ្សាយឲ្យគេយល់អំពីសហរដ្ឋអាមេរិកបាទនៅក្នុងពេលសវនកម្មនោះលោកស្រី Roger បានអះអាងថាការឃោសនារបស់ខាងចិនគឺបានបង្កើនយ៉ាងខ្លាំងហើយជាការមួយជំរុញនៅគោលនយោបាយឆ្វេងនិយមបាទហើយនៅប្រឆាំងនឹងអ៊ីស្រាអែលផងដែរតាមរយៈការផ្សព្វផ្សាយតាមបណ្ដាញសង្គមរបស់ពួកគេបាទហើយមានការសហការគ្នាក្នុងការផ្សព្វផ្សាយព័ត៌មានคล้ายៗបាទដូច្នេះគឺខាង USAGM បាទនឹងខិតខំពង្រីកនៅការផ្សាយរបស់ខ្លួនឲ្យលើសពីទម្រង់នៃការផ្សាយធម្មតាដោយមានការធ្វើជាវីដេអូខ្លីៗមាន podcast មានការពិភាក្សាជាមួយនឹងក្រុមនៅខាងក្រៅប្រទេសនេះបាទហើយនឹងក៏ធ្វើយ៉ាងណាផ្ដល់នៅព័ត៌មានឲ្យបានទាន់ពេលវេលាផងដែរបាទហើយអាស៊ីនៅតែជាចំណុចសំខាន់របស់លោកស្រីដដែលបាទនៅពេលដែលចុងក្រោយនៅពេលដែលសភាសួរគាត់ថាចោះលោកស្រីឃើញថា USAGM បានដាក់ឲ្យបុគ្គលិកជាង 1000 នាក់បាទបានជប់សម្រាប់រដ្ឋបាលតើលោកស្រីនឹងយកពួកគេមកធ្វើការវិញឬយ៉ាងណាបាទលោកស្រីបានមានប្រសាសន៍ថាគឺលោកស្រីមានការបដិញ្ញាចិត្តនៅក្នុងការកសាងនៅទីភ្នាក់ងារនេះឡើងវិញបាទក៏ប៉ុន្តែលោកស្រីមិនបញ្ជាក់ឲ្យច្បាស់ថាតើបុគ្គលិកចំនួនប៉ុន្មានដែលលោកស្រីនឹងយកមកធ្វើការវិញនោះទេលោកគឹកណាតតែលោកស្រីទទួលការតែងតាំងជាផ្លូវការពីព្រឹទ្ធសភារបស់សហរដ្ឋអាមេរិកបាទនេះគឺជាសេចក្តីរាយការណ៍របស់ South China Morning Post មានសេចក្តីរាយការណ៍របស់ Politico ក៏មានផ្សាយដែរហើយសារព័ត៌មានជាច្រើនក៏បានផ្សាយដែរប៉ុន្តែខ្ញុំដកស្រង់ South China Morning Post ដោយសារតែគាត់ផ្ដោតទៅលើគេថាជ្រុងមុំនៃប្រទេសចិនបាទចឹងដូច្នេះគឺសូមបន្ថែមយោបល់នេះគឺឃើញបាទខាងលោកស្រីបាននិយាយនេះគឺវាស័ក្តិសមជាមួយនឹងស្ថានភាពនៅពេលបច្ចុប្បន្នបាទចឹងហើយដូចតែខ្ញុំធ្លាប់បាននិយាយប្រាប់ប្រិយមិត្តនេះខ្ញុំអត់មានអីជាអត្តកម្បាំងទេសូម្បីតែលោកស្រីនិយាយនៅក្នុងសវនកម្មនេះជាសាធារណៈដែរអ្វីដែលជាការផ្ដោតសំខាន់របស់ USAGM បាទ USAGM គឺ VOA នឹងតែម្ដងគឺយើងផ្ដោតទៅលើការផ្សព្វផ្សាយពីសហរដ្ឋអាមេរិកបាទពីសហរដ្ឋអាមេរិកដើម្បីប្រឆាំងនឹងព័ត៌មានคล้ายៗដែលនិយាយមិនពិតពីសហរដ្ឋអាមេរិកឧទាហរណ៍ដូចជាបាទក្នុងពេលកន្លងមកបើតកតទៅនឹងកម្ពុជាអញ្ចឹងគឺមេ FBI គាត់ទៅជួបមេដឹកនាំកម្ពុជាតែពីរឿងកិច្ចសហប្រតិបត្តិការគ្នាដើម្បីបង្ក្រាប scam អញ្ចឹងប៉ុន្តែមានក្រុមផ្សាយព័ត៌មានคล้ายៗហ្នឹងទៅជាបង្កើតរឿងឯណាមេ FBI ហ្នឹងទៅតាមចាប់តាមនេះអីណាច្រើនទៀតអញ្ចឹងដូច្នេះនេះជាតួនាទីរបស់ VOA ហើយនៅក្នុងការផ្សព្វផ្សាយឲ្យបានដឹងថាអ្វីទៅជាបេសកកម្មពិតរបស់មេរបស់FBI ទៅស្រុកខ្មែរហ្នឹងបាទដើម្បីជៀសវាងការផ្សាយព័ត៌មានคล้ายៗហ្នឹងបើធ្វើឲ្យស្អប់មកដល់សហរដ្ឋអាមេរិកវិញបាទដូច្នេះអ្នកមួយចំនួនដែរគេគ្រប់គ្រងរដ្ឋាភិបាលកម្ពុជាគេច្បាស់ជាស្អប់សហរដ្ឋអាមេរិកព្រោះគេជឿព័ត៌មានคล้ายៗហ្នឹងគេថាអាមេរិកមកនិយាយប្រេះប្រដាបាទឧទាហរណ៍ដូចក្នុងពេលកន្លងមកមានរឿងMaduro អញ្ចឹងបាទអាមេរិកទៅចាប់Maduroអញ្ចឹងបាទចឹងទៅមានព័ត៌មានคล้ายៗផ្សាយថាអូអាមេរិកត្រៀមទៅចាប់មេដឹកនាំកម្ពុជាកម្មអីទៀតបាទគាត់និយាយហ្នឹងគឺផ្សាយដើម្បីខឹងមេដឹកនាំកម្ពុជាក៏ប៉ុន្តែភ្លេចនឹកឃើញថាអ្វីដែលគាត់ផ្សាយនោះគឺជាការបង្ខូច
សហរដ្ឋអាមេរិកថាសហរដ្ឋអាមេរិកដើរធ្វើទៅពីទៅពីអញ្ចឹងបាទក្នុងនេះគឺទៅជាខ្ញុំមើលពីជ្រុងសហរដ្ឋអាមេរិកវិញថាទៅជារឿងថាអាមេរិកដើរធ្វើទៅពីទៅពីតែពេលខុសរឿងអត់ខុសរ៉ាវអញ្ចឹងបាទដូច្នេះជាទួនាទីរបស់ VOA ឬក៏ USAGM ទៅផ្សាយឲ្យដឹងថាមិនមែនជារឿងដែលសហរដ្ឋអាមេរិកទៅធ្វើការនោះទេហើយអ្វីដែលផ្សាយឲ្យច្បាស់ពីសហរដ្ឋអាមេរិកដូចតែខ្ញុំបាននិយាយអញ្ចឹងគឺផ្អែកទៅតាមខាងលោកបេក្ខជនឯករដ្ឋទូតសហរដ្ឋអាមេរិកសម្រាប់ប្រចាំប្រទេសកម្ពុជានោះគឺគាត់បញ្ជាក់យ៉ាងច្បាស់តែម្ដងបើកាលណាគាត់ទៅធ្វើការនៅកម្ពុជាគឺគាត់ត្រូវ engagement ជាមួយនឹងខាងរដ្ឋាភិបាលកម្ពុជាគឺធ្វើការជាមួយនឹងតែម្ដងនេះជាព័ត៌មានដែលខាង VOA ឬក៏ USAGM នឹងទៅផ្សាយឲ្យជាព័ត៌មានពិតយ៉ាងដើម្បីកុំឲ្យមានអ្នកដែលកេងប្រវ័ញ្ចពីសហរដ្ឋអាមេរិកទៅនិយាយផ្សាយព័ត៌មានខ្លាំងៗបាទអញ្ចឹងលោកស្រីបដោតទៅលើបញ្ហាហ្នឹងបាទបញ្ហាហ្នឹងដែលជាអតិភិបនៅក្នុងការទប់ជាមួយនឹងខាងចិនផងបាទនឹងទប់ជាមួយនឹងការផ្សព្វផ្សាយព័ត៌មានខ្លាំងៗពីសហរដ្ឋអាមេរិកផង